សួស្តីបងប្អូននៅក្នុងភូមិបាទសួស្តីបងប្អូនតែងតែហៅខ្ញុំផឹកអីទេហៅដល់ទៅណាប៉ុន្តែដល់ឆ្នាំនេះទេអត់បានទៅទេហៅមិនបានទៅកុំឲ្យអន់ចិត្តអីណាបាទសារវល់ចេះហើយនេះពុកទីដាក់ញ័រនេះធ្វើខ្លួនអស់រវល់ទៅនឹងការងារប្រចាំថ្ងៃនៅតាមផ្ទះពីព្រោះអីសបុតការវាយបហាណាស់ជារៀងរាល់ឆ្នាំគឺសបុតការច្រើនតែបើសិនជាយើងមិនរៀបចំទុកដាក់ឲ្យទេច្បាស់ណាស់យើងនឹងថោលក់គ្រឿងជាងរបស់យើងនឹងចងដៃគេហើយបាទវាម្ដងម្នាក់ទេបាទប៉ុន្តែនេះខ្ញុំរៀបចំផែនការចេះហើយបាទអញ្ចឹងបងប្អូនទេហៅជើងមីអូជើងមីដកមេសពដងជើងមីទៅប៉ុន្តែហេតុអីបានតែមួយរយៈនេះជើងមីមិនទៅបាទអញ្ចឹងដោយសារជើងមីរវល់ការងារប្រចាំថ្ងៃណាហើយណាបាទកុំឲ្យខឹងសម្បាថាជើងមីរឹសអើងអីអត់ទេបាទហើយបើសិនជាចង់បានពងទាហូបឆ្នាំក្រោយជើងមីលក់ពងទាមកផ្ទះហ្នឹងណាបាទពីព្រោះយើងនៅជនបទមិនដឹងធ្វើរោអីលើសនេះទេបងប្អូនអើយគេអ្នកជំនួញអីគេចាទៅក្រៅប្រទេសក្រៅអីទៅយើងអ្នកនៅជនបទចាស់យើងធ្វើការងារដែលនៅវល់ក្នុងផ្ទះបានណាចាំជ្រូកចាំមន់ហើយចាំមន់បងប្អូនដែលយើងនៅលទ្ធភាពស្ទួយស្ដើងយើងនៅជនបទបងប្អូនកុំទាន់ហក់លោតតាមបងកសិដ្ឋានធំដែលគាត់មានចំណេះជំនាញខាតមកហើយនោះបងប្អូនមិនដែលធ្វើកុំទាន់ហក់តាមគាត់ណាគ្រាន់តែយើងសិក្សាពីគាត់សិនទៅហើយយើងធ្វើទ្រង់ទ្រាយលក្ខណៈគ្រួសារសិនបាទយើងមិនអាចមានលទ្ធភាពដាក់ពូភ្លើងធ្វើរោងធំបានដូចគាត់បានទេធ្វើបានប៉ុន្តែបច្ចេកទេសយើងអត់បានស្មើនឹងយកលុយទៅចោលណាបាទសិក្សារៀនឲ្យបានត្រឹមត្រូវឆ្លងកាត់ខាតសិនខ្ញុំខាតមួយឆ្នាំហើយខ្ញុំថាផងបាទតែឆ្នាំទី2នឹងលេងខាតហើយបាទធ្វើលក្ខណៈគ្រួសារសិនទៅបាទឲ្យមេក្រាបមេអីចឹងទៅណាដាក់ទូអញ្ចឹងដូចគ្នាប៉ុន្តែពេលញាស់ទៅឲ្យមេបដើកូន10 20មេបដើមួយទៅក៏វាគ្រាន់ដែរណាបាទដើម្បីឲ្យយើងបានមេរៀននឹងហើយបានយើងយកទៅធ្វើទៅវាជោគជ័យបងប្អូនណាបាទដាក់ទៅការនោះពងមាន់ពងទាកម្ដៅខុសគ្នាតែ1លេខ2លេខអស់ហើយបងប្អូនណាក្តៅទៅបាន31តំដាំមិញសំណើម8ជាងដោយសារយើងទុកចោលអានេះពងមាន់យកពេលវេលាមកខាងនេះហើយបងប្អូនណាហៅផឹកមិនបានទៅហើយកុំប្រកែប្រកាន់កុំគិតថាយើងមិនរើសអើងអីនេះតម្រើសអត់2ថ្ងៃមាន់ពងអត់ប៉ុណ្ណឹងអញ្ចឹងរើស2ថ្ងៃទៀតដល់ពេញជួងនេះហើយទូមាន3ទូទិញមុនគេនេះស្រូវនេះទិញឲ្យមាន់ស៊ីទៀតណានេះស្រូវហូបខ្លួនឯងនេះស្រូវទិញឲ្យមាន់ស៊ីនឹងអំគីឡូ700